សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី13ខែធ្នូឆ្នាំ2025នេះបានផ្ដល់យោបល់ឲ្យផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែនដោយសារកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនដោយគ្មានការរើសមុខនិងរើសទីកន្លែងខាងក្រោមនេះគឺជាសំណេរទាំងស្រុងរបស់សម្ដេចតេជោនៅលើគណនី Facebook បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខនិងរើសទីកន្លែងសូម្បីតែស្ពានថ្នល់សាលារៀនវត្តអារាមក៏ពួកគេប្រើកំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោលផ្សែងពុលក្របបែកចង្កោមត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានប្រជាពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរក្នុងសភាពការបែបនេះក្នុងនាមប្រធានព្រឹទ្ធសភាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណៈបកកណ្ដាលអំណាចខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែនប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតនៅប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការក្នុងប្រទេសថៃនិងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញវិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរជាពិសេសធ្វើដំណើរឆ្លងកាត់ព្រំដែនសូមប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ